របៀបសែនដកជើងធូបឲ្យត្រូវតាមក្បួនហុងស៊ុយនៅក្នុងឆ្នាំ2026ពិធីបុណ្យចូលឆ្នាំចិនជិតឈានចូលមកដល់ហើយកិច្ចការដ៏សំខាន់មួយដែលគ្រប់គ្រួសារតែងតែត្រូវធ្វើដើម្បីជំរះនៅគ្រោះចង្រៃនិងរៀបចំទទួលលាភជ័យថ្មីគឺការសែនដកជើងធូបនិងសម្អាតអាសនៈសម្រាប់ឆ្នាំ2026នេះតើត្រូវធ្វើនៅថ្ងៃណាហើយត្រូវធ្វើតាមរបៀបរបបបែបណាដើម្បីឲ្យត្រូវតាមក្បួនហុងស៊ុយនិងមិនប៉ះពាល់ដល់បារមីទេវតាថែរក្សាផ្ទះថ្ងៃនេះយើងនឹងមកជំរះមន្ទិលនេះទាំងអស់គ្នាជាដំបូងយើងត្រូវដឹងពីពេលវេលាសិនតាមប្រពៃណីចិនថ្ងៃដែលល្អបំផុតសម្រាប់ការសែនដកជើងធូបគឺនៅថ្ងៃដែលសែនជូនទេវតាឡើងឋានសួគ៌គឺនៅថ្ងៃទី24ខែ12តាមច័ន្ទគតិចិនដែលត្រូវនឹងថ្ងៃពុធទី11ខែកុម្ភៈឆ្នាំ2026នេះឯងមូលហេតុដែលគេជ្រើសរើសថ្ងៃនេះព្រោះគេជឿថាពេលដែលទេវតាយាងឡើងទៅឋានលើដូច្នេះយើងអាចសម្អាតអាសនៈឬរុះរើជើងធូបបានដោយមិនបារម្ភពីការប្រមាថដល់បារមីរបស់លោកមុននឹងចាប់ផ្ដើមដកជើងធូបបងប្អូនត្រូវត្រៀមខ្លួននិងសែនគ្រឿងខ្លះៗយើងគួរមានផ្លែឈើនំចំណីនិងផ្កាស្រស់ដើម្បីឲ្យធូបសុំការអនុញ្ញាតពីលោកតាម្ចាស់ទឹកម្ចាស់ដីនិងដូនតាជាមុនសិននៅពេលអុជធូបបងប្អូនត្រូវនិយាយបន់ស្រន់ដោយចិត្តជ្រះថ្លាថាថ្ងៃនេះជាថ្ងៃសិរីមង្គលកូនចៅសូមអនុញ្ញាតសម្អាតអាសនៈដកជើងធូបចាស់ចេញដើម្បីរៀបចំទទួលឆ្នាំថ្មីសូមលោកតានិងដូនតាមេត្តាជួយថែរក្សាកូនចៅឲ្យមានសេចក្តីសុខនិងលាភជ័យពេញមួយឆ្នាំនៅពេលចាប់ផ្ដើមដកជើងធូបបងប្អូនត្រូវចាំថាហាមលើកប៉ាន់ធូបចាក់ចោលជាដាច់ខាតវិធីដែលត្រឹមត្រូវគឺត្រូវប្រើដៃម្ខាងទប់ប៉ាន់ធូបឲ្យជាប់ហើយដៃម្ខាងទៀតដកជើងធូបចេញបន្តិចម្ដងសម្រាប់ឆ្នាំ2026ដែលជាឆ្នាំសេះធាតុភ្លើងបងប្អូនគួរទុកជើងធូបដែលស្អាតនិងត្រង់ចំនួន3សរសៃឬ5សរសៃនៅក្នុងប៉ាន់ធូបជាតំណាងចំណែកឯជើងធូបដែលដកចេញហើយបងប្អូនត្រូវប្រមូលដាក់ក្នុងក្រដាសសឬក្រដាសមាសរួចយកទៅដុតចោលឬយកទៅដាក់នៅជើងព្រះវិហារឬទីវត្តអារាមមិនត្រូវបោះចោលនៅក្នុងធុងសម្រាមឡើយបន្ទាប់ពីដកជើងធូបរួចគឺជាវគ្គសម្អាតប៉ាន់ធូបនិងរូបសំណាកបងប្អូនគួរប្រើកន្សែងស្អាតថ្មីមួយជ្រលក់ទឹកដាំជាមួយផ្កា7ពណ៌ឬទឹកលីស្រាអាចជាស្រាសក៏បានដើម្បីជូតសម្អាតប៉ាន់ធូបនិងរូបចម្លាក់ឲ្យបានស្អាតបាតការជូតសម្អាតនេះប្រៀបបានដូចជាការដុសខាត់ឫស្សីរបស់យើងឲ្យភ្លឺថ្លាឡើងវិញអញ្ចឹងបន្ទាប់ពីស្ងួតហើយបងប្អូនអាចបន្ថែមខ្សាច់ក្រអូបឬម្សៅធូបថ្មីចូលទៅក្នុងប៉ាន់ឲ្យពេញបន្តិចដើម្បីត្រៀមអុជធូបសែននៅថ្ងៃចូលឆ្នាំថ្មីជាចុងក្រោយនៅពេលរៀបចំរួចរាល់អស់ហើយបងប្អូនគួរអុជធូបថ្មីចំនួន3សរសៃដើម្បីជាការគោរពនិងការដឹងគុណជាថ្មីការធ្វើកិច្ចការនេះដោយមានសេចក្តីប្រុងប្រយ័ត្ននិងចិត្តជ្រះថ្លានឹងនាំមកនូវថាមពលវិជ្ជមានយ៉ាងខ្លាំងដល់គេហដ្ឋានរបស់លោកអ្នកនៅក្នុងឆ្នាំ2026នេះប្រសិនបើបងប្អូនមានចម្ងល់បន្ថែមអំពីការរៀបចំសែនចូលឆ្នាំចិនកុំភ្លេចសរសេរក្នុងខមមិនខាងក្រោមសូមជូនពរឲ្យបងប្អូនសម្អាតគ្រោះចង្រៃអស់ពីផ្ទះនិងហៅលាភសំណាងចូលមកពេញមួយឆ្នាំ2026នេះសូមអរគុណនិងហេងទាំងអស់គ្នាអរគុណចំពោះការតាមដានទស្សនាវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more